បងប្អូនណាខ្លះបានសាករសជាតិខ្វាគោរបស់គាត់និយាយរួមទៅខ្ញុំទៅទិញគាត់តាំងពីថ្ងៃដែលខ្ញុំទៅវត្តបងប្អូនប៉ុន្តែអត់ទាន់បានញ៉ាំសោះទឹមតែបើកមើលទូទឹកកកទៅក៏លេចឃើញយកជុំខ្ញុំទិញខ្វាគោតាំងពីថ្ងៃដែលខ្ញុំទៅវត្តអត់ទាន់បានញ៉ាំសោះបងប្អូនអើយទឹមតែបានយកមកហែកញ៉ាំនិយាយរួមទៅខ្ញុំកំងគាត់យូរខ្លាំងមែនតើបងប្អូននិយាយរួមទៅខ្វាគោនេះខ្ញុំកំងតាំងពីគាត់ចេញដំបូងប៉ុន្តែអត់ទាន់បានទៅយកញ៉ាំទេបងប្អូនទៅទិញញ៉ាំហ្នឹងណាដោយសារតែខ្ញុំរវល់ពេកអញ្ចឹងតែពេលដែលខ្ញុំទៅវត្តប្រហែលអាទិត្យមុននេះបងចូលក្នុងខ្មែរយើងហ្នឹងក៏ខ្ញុំឈៀតចូលទៅតូបគាត់ដើម្បីទិញយកខ្វាគោនេះយកមកញ៉ាំបងប្អូនហើយទឹមតែរើពីទូទឹកកកមកទីបងប្អូននឹងនិយាយពីថាខ្វាគោគាត់នេះរសជាតិខ្ញុំឲ្យ10លើ10មកអ្នកនរគ្នាខ្ញុំញ៉ាំខ្វាគោច្រើនកន្លែងអត់ដែរត្រូវមកដូចខ្វាគោគាត់សោះខ្វាគោគាត់នេះធ្វើហ្នឹងគឺត្រូវរសជាតិសម្រាប់មាត់ខ្ញុំប៉ុណ្្នឹងហ្មងណាព្រោះដោយសារខ្ញុំអត់សូវចូលចិត្តជូរទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនដែលគាត់ចូលចិត្តជូរមុននឹងគាត់យកមកញ៉ាំគាត់កុំដាក់ផ្លាសេក្នុងទូទឹកកកដូចខ្ញុំដាក់ចេញពីទូទឹកកកពេលយប់ឡើងគឺខ្ញុំយកចំអិនញ៉ាំតែម្ដងតែបើខ្វាគោគាត់នេះបើបងប្អូនចង់បានជូរបងប្អូនដាក់ក្រៅមួយយប់ឬក៏ពេលយប់អីទៅបងប្អូនខ្ញុំដាក់អាំងហ្នឹងគឺជូរល្មមអញ្ចឹងណាតែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តរសជាតិយកចេញពីទូទឹកកកយប់ឡើងព្រលឹមឡើងដាក់អាំងញ៉ាំព្រលឹមឡើងនៅពេលដែលវាលេទឹកកកអស់គឺខ្ញុំយកមកដាក់អាំងញ៉ាំបងប្អូនប៉ុណ្ណឹងរសជាតិសម្រាប់ខ្ញុំគឺល្មមបងប្អូនប៉ុន្តែអ្វីដែលខ្ញុំអត់មានហ្នឹងគឺខ្ញុំ style ខ្លាំងគឺខ្ញុំអត់មានជក់បងប្អូនបើសិនជាបាន add time ជាមួយនឹងជក់ល្ហុងទៀតដូចសាច់ក្រកដែលគេលក់នៅតាមstreet food នៅស្រុកខ្មែរយើងបងប្អូនខ្ញុំនឹករលឹកនៅស្រុកយើងខ្លាំងមែនតើជាមួយនឹងសាច់ក្រកបែបអញ្ចឹង